យឈ្លានពានទឹកដីកម្ពុជាតើកម្ពុជាមានអ្វីទប់ទល់ជាមួយនឹងយន្តហោះចម្បាំងប្រភេទ F16 របស់ប្រទេសថៃនោះសូមប្រិមិត្តកុំអាទាន់ទៅណាសូមតាមដានវីដេអូនេះឲ្យដល់ចប់ទាំងអស់គ្នានៅក្នុងពិភពសង្គ្រាមទ័ពអាកាសនាពេលបច្ចុប្បន្ននេះយន្តហោះចម្បាំងប្រភេទ F16 ដែលហៅថា Fighting Falcon គឺជាស្ដេចដែនអាកាសមួយដែលធ្វើឲ្យពិភពលោកបានទទួលស្គាល់ថាអំពីសមត្ថភាពនិងភាពច្បាស់លាស់របស់វាថៃបានប្រើប្រាស់យន្តហោះចម្បាំងប្រភេទ F16 របស់សហរដ្ឋអាមេរិកនេះដើម្បីធ្វើការវាយប្រហាររំលោភដែនអធិបតេយ្យភាពរបស់កម្ពុជាថៃបានទម្លាក់គ្រាប់បែកគំនិតស្ពានសាលារៀនផ្លូវថ្នល់និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់កម្ពុជាជាច្រើនកន្លែងដោយមិនគោរពច្បាប់អន្តរជាតិអ្វីនោះទេតើប្រសិនសម្រាប់ប្រទេសកម្ពុជាដែលមានថវិកាកម្រិតមួយភ្ជុំគួរដោះស្រាយសម័យកាលនេះដោយរបៀបណាតើកម្ពុជាគួរទិញប្រភេទយន្តហោះចម្បាំងថ្មីដើម្បីវាយប្រហារទៅរកប្រទេសថៃវិញឬក៏បំពាក់ប្រព័ន្ធមីស៊ីលការពារដែនអាកាសឲ្យទំនើបជាងនេះតើមួយណាជាជម្រើសដ៏ឆ្លាតវៃជាងគេសម្រាប់ប្រទេសកម្ពុជាយើងតែ F16 របស់ថៃមិនមែនជាប្រភេទយន្តហោះចម្បាំងចាស់ៗធម្មតានោះឡើយវាគឺជាការដំឡើងស៊េរីទៅជាកម្រិត MLU វាមានសមត្ថភាពខ្ពស់និងមិនចាញ់យន្តហោះចម្បាំងស៊េរីទំនើបពេលបច្ចុប្បន្ននេះប្រទេសថៃមានប្រភេទយន្តហោះចម្បាំងជាច្រើនប្រភេទតើប្រទេសកម្ពុជាគួរទិញប្រមាណគ្រឿងដែរនេះគឺជាសំណួរដ៏ធំមួយសម្រាប់កម្ពុជានាពេលបច្ចុប្បន្ននេះតើប្រទេសកម្ពុជាមានអ្វីសម្រាប់ការពារខ្លួនតើការមានត្រឹមតែប្រភេទយន្តហោះវឹកវើឬក៏ប្រភេទយន្តហោះដឹកជញ្ជូនគឺគ្រប់គ្រាន់ហើយឬនៅដើម្បីទប់ទល់ជាមួយនឹងឥទ្ធិពល F16 ទាំងអស់នេះនៅក្នុងវីដេអូនេះយើងនឹងមកវិភាគឲ្យបានលម្អិតតើមានយន្តហោះណាខ្លះដែលមានតម្លៃសមរម្យដែលស័ក្តិសមជាមួយនឹងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះដែលមានសមត្ថភាពគ្រប់គ្រាន់អាចតតាំងជាមួយនឹង F16 របស់ប្រទេសថៃខាងក្រោមនេះគឺជាប្រភេទយន្តហោះដែលមានសមត្ថភាពអាចប្រយុទ្ធជាមួយនឹង F16 បានឬក៏កម្ពុជាមិនចាំបាច់ទិញយន្តហោះចម្បាំងតតែសោះប៉ុន្តែត្រូវងាកមកប្រើប្រាស់ប្រព័ន្ធការពារដែនអាកាសវិញឬតើមួយណាគឺជាជម្រើសដែលចំណាយតិចដែលមានប្រសិទ្ធភាពខ្ពស់សម្រាប់ប្រទេសកម្ពុជាយើងចូលមកកាន់វិភាគយុទ្ធសាស្ត្រយោធាសូមកុំភ្លេចចុច like និង share ឬក៏ subscribe ដើម្បីទទួលបានរឿងរ៉ាវបច្ចេកវិទ្យាការពារជាតិជាមួយនឹងខ្ញុំទាំងអស់គ្នាប្រសិនបើយើងនិយាយអំពីការការពារដែនអាកាសយន្តហោះចម្បាំងគឺជាជម្រើសដំបូងសម្រាប់មនុស្សគ្រប់គ្នាដែលយើងមើលឃើញវត្តមានយន្តហោះចម្បាំងនៅក្នុងប្រទេសគឺជាខែលការពារដែនអាកាសដែលអាចទុកចិត្តបានហើយវាថែមទាំងជាកណ្ដាប់ដៃដែលអាចវាយបកទៅកាន់គូសត្រូវបានផងដែរវាអាចបង្ហាញអំពីអំណាចនិងសមត្ថភាពប្រទេសមួយនៅក្នុងតំបន់និងនៅលើឆាកអន្តរជាតិផងដែរតែសម្រាប់ប្រទេសកម្ពុជាយើងតើយន្តហោះចម្បាំងមួយណាខ្លះដែលអាចទប់ទល់ជាមួយនឹងប្រភេទ F16 របស់ថៃគណៈពេលដែលមានតម្លៃសមរម្យសម្រាប់ប្រទេសកម្ពុជាបេក្ខជនទី1ដែលអ្នកជំនាញយោធាតែងតែលើកយកមុខនិយាយនោះគឺយន្តហោះចម្បាំង JS-17 ដែលជាកិច្ចសហប្រតិបត្តិការរវាងប្រទេសចិននិងប៉ាគីស្ថានដើម្បីផលិតប្រភេទយន្តហោះនេះឡើងជាពិសេសគឺប្រភេទ Block 3ដែលជាស៊េរីចុងក្រោយបង្អស់ដែលមានស្ថានភាពទំនើបដែលជាស៊េរីចុងក្រោយបង្អស់និងអាចបាញ់ទម្លាក់ F16 បាននេះតាមការអះអាងរបស់ប្រទេសប៉ាគីស្ថានផងដែរចំណុចដែលធ្វើឲ្យវានោះគឺវាត្រូវបានបំពាក់ទៅដោយប្រភេទរ៉ាដា ESA ដែលវាអាចចាប់ស្ទាក់សញ្ញា F16 ពីចម្ងាយបានយ៉ាងមានប្រសិទ្ធភាពខ្ពស់ហើយវាអាចរកឃើញគោលដៅបានយ៉ាងច្រើននៅក្នុងពេលតែមួយដែលពិបាកឲ្យសត្រូវចាប់បានសញ្ញាវិញហើយអ្វីដែលធ្វើឲ្យវាคล้ายទៅជាអាវុធគ្រោះថ្នាក់បំផុតគឺសមត្ថភាពបាញ់មីស៊ីល PL-15 ដែលជាប្រភេទមីស៊ីលរបស់ប្រទេសចិនបាញ់ពីលើអាកាសទៅលើអាកាសរហូតដល់ចម្ងាយរហូតទៅដល់ 2000 គីឡូម៉ែត្រឯណោះនេះមានន័យថា JS-17 អាចធ្វើការបាញ់ទម្លាក់ F16 បានមុនពេលដែល F16 ចូលទៅដល់ទីតាំងឬក៏ចម្ងាយដែល F16 ខ្លួនវាផ្ទាល់អាចបញ្ចេញមីស៊ីលរបស់វាបានចំណែកឯតម្លៃនិងការថែទាំអ្វីដែលសំខាន់ជាងនេះគឺយើងគិតគូរទៅដល់តម្លៃនៅក្នុងការទិញយន្តហោះមកប្រើប្រាស់ក៏ដូចជាការថែទាំផងដែរតម្លៃទិញ JS-17 Block 3មួយគ្រឿងស្ថិតនៅចន្លោះ25ទៅ35លានដុល្លារអាមេរិកពោលគឺធូរថ្លៃជាង F16 ថ្មីជាងពាក់កណ្ដាលឯណោះបើនិយាយអំពីតម្លៃនៃការថែទាំវាវិញក៏មានតម្លៃទាបផងដែរហើយធ្វើឲ្យវាជាជម្រើសស័ក្តិសមសម្រាប់ប្រទេសកម្ពុជាក៏ដូចជាប្រទេសដែលមានថវិកានៅមានកម្រិតក៏ដូចជាប្រទេសកំពុងតែអភិវឌ្ឍផងដែរចំណែក
ចំណែកឯបេក្ខជនទី2មានកម្លាំងខ្លាំងជាង JS-17 បន្តិចគឺ J-10C របស់ប្រទេសចិនផ្ទាល់តែម្ដងវាគឺជាប្រភេទយន្តហោះចម្បាំងមួយដែលត្រូវបានគេចាត់ទុកថាគឺជាគូប្រជែងផ្ទាល់របស់ F-16 នៅលើទីផ្សារអន្តរជាតិហើយនៅក្នុងប្រទេសអឺរ៉ុបផងដែរកម្លាំងហើយនឹងបច្ចេកវិទ្យា J-10C ជាកម្លាំងម៉ាស៊ីនខ្លាំងដែលធ្វើការអាចទប់អាវុធបានច្រើនជាង JS-17 និងមានសមត្ថភាពនៅក្នុងការវាយប្រហារគោលដៅបានច្រើនប្រភេទដូចជា S-16 ដែរវាត្រូវបានបំពាក់ដោយប្រភេទ Radar ESA ដ៏ទំនើបនិងអាចប្រើប្រាស់ប្រភេទមីស៊ី PL-15 ដូចជា JS-17 ដែរចំណែកឯភាពបត់បែនហើយនឹងយន្តហោះនេះមានភាពរហ័សរហួនខ្លាំងនៅក្នុងការហោះហើរហើយនឹងធ្វើការបត់បែនយ៉ាងល្អនៅក្នុងការប្រយុទ្ធទាល់ដែលជាចំណុចខ្លាំងរបស់វាផងដែរហើយបើយើងងាកទៅមើលតម្លៃរបស់វាវិញ J-10C មួយគ្រឿងស្ថិតនៅចន្លោះ40ទៅ50លានដុល្លារអាមេរិកដែលមានតម្លៃថ្លៃជាង JS-17 បន្តិចប៉ុន្តែនៅតែស័ក្តិសមបើយើងប្រៀបធៀបជាមួយនឹងសមត្ថភាពរបស់វាដែលអាចផ្ដល់ឲ្យប្រទេសកម្ពុជាយើងបានសរុបមក JS-17 Block 3 និង J-10C សុទ្ធតែជាជម្រើសដ៏ល្អបំផុតសម្រាប់ទល់ជាមួយនឹងប្រភេទយន្តហោះចម្បាំង F-16 របស់ថៃបានយ៉ាងប្រសើរការមានប្រភេទយន្តហោះចម្បាំងក៏មកជាមួយនឹងបញ្ហាប្រឈមធំផងដែរបញ្ហាប្រឈមធំទី1គឺថ្លៃប្រតិបត្តិការខ្ពស់តម្លៃហោះហើរនៅក្នុង1ម៉ោងតម្លៃសាំងថ្លៃគ្រឿងបន្លាស់និងការថែទាំប្រភេទម៉ាស៊ីនក៏ដូចជាការជួសជុលអាចមានតម្លៃរាប់លានដុល្លារឯណោះនៅក្នុងមួយឆ្នាំបើទោះបីជាប្រភេទយន្តហោះនេះមិនដំណើរការឬក៏គ្មានសង្គ្រាមក៏ដោយប្រភេទយន្តហោះនេះត្រូវការថែទាំនិងចំណាយលុយរាប់លានដុល្លារផងដែរនៅក្នុងមួយឆ្នាំសម្រាប់យន្តហោះតែប៉ុន្មានគ្រឿងប៉ុណ្ណោះវាត្រូវការលុយរាប់លានដុល្លារនៅក្នុងមួយឆ្នាំដើម្បីធ្វើការថែទាំនិងផ្លាស់ប្ដូរគ្រឿងបន្លាស់ហើយទី2ធនធានមនុស្សការបណ្ដុះបណ្ដាលពីលុតម្នាក់ឲ្យមានសមត្ថភាពគ្រប់គ្រាន់និងមានជំនាញច្បាស់លាស់ទៅលើការបើកបរយន្តហោះចម្បាំងត្រូវចំណាយពេល5ទៅ10ឆ្នាំហើយនឹងថវិការាប់ពាន់លានដុល្លារការបាត់បង់ពីលុតម្នាក់គឺបាត់បង់ធនធានមនុស្សដ៏មានតម្លៃបំផុតសម្រាប់ប្រទេសហើយចំណុចទី3គឺហានិភ័យខ្ពស់នៅក្នុងករណីមានសង្គ្រាមកើតឡើងធំបើបាត់បង់យន្តហោះមួយគ្រឿងគឺត្រូវបាត់បង់យន្តហោះដែលមានតម្លៃថ្លៃនិងជីវិតភីលិតផងដែរនេះគឺជាការវិនិយោគដែលមានហានិភ័យខ្ពស់ពីព្រោះបើយើងបាត់បង់យន្តហោះគឺដូចជាយើងបាត់បង់លុយផងដែរចំណែកឯភីលិតវិញក៏មិនប្រាកដថាមានជីវិតរស់រានផងដែរដោយសារតែបញ្ហាប្រឈមទាំងអស់នេះហើយទើបអ្នកជំនាញខ្លះបានងាកមកពិចារណាលើជម្រើសផ្សេងផងដែរតែអាចចំណាយតិចប៉ុន្តែមានប្រសិទ្ធភាពមិនចាញ់នោះទេសំណួរសួរថាតើវាជាជម្រើសអ្វីយើងនឹងទៅផ្នែកបន្ទាប់ទៀតបង្ហាញអំពីលម្អិតទាំងអស់គ្នាប្រសិនបើបងប្អូនទាំងអស់គ្នាចាត់ទុកថាប្រភេទយន្តហោះចម្បាំងគឺជាអាវុធដ៏សាហាវនោះប្រព័ន្ធមីស៊ីលការពារដែនអាកាសដែលអាចបាញ់ពីដីទៅលើអាកាសទម្លាក់យន្តហោះបានឬគេហៅកាត់ថាសាមគឺជាខែលការពារដ៏មានអំណាចដ៏មានតម្លៃបំផុតនៅក្នុងប្រទេសនៅក្នុងយុទ្ធសាស្ត្រយោធាដ៏ទំនើបប្រទេសជាច្រើនមិនជ្រើសរើសយកការទិញយន្តហោះទំនើបតែមួយមុខនោះទេពលគឺពួកគេផ្ដោតទៅលើការការពារដែនអាកាសរបស់ពួកគេដោយប្រើប្រាស់ប្រភេទខែលការពារដូចជាមីស៊ីលទំនើបជាដើមហើយពួកគេក៏ត្រូវការយន្តហោះចម្បាំងដើម្បីធ្វើការវាយប្រហារគូសត្រូវមុនដែរប៉ុន្តែគេអាចបង្កើតនៅអ្វីដែលគេហៅថាតំបន់ហាមឃាត់ដែលមានពាក្យសម្គាល់ថា A2 ហើយនិង AD នេះគឺជាយុទ្ធសាស្ត្រនៅក្នុងការបង្កប់ខ្លួនវាយឆ្មក់និងការកំទេចយន្តហោះគូសត្រូវពីដីដោយមិនចាំបាច់ឲ្យភីលិតរបស់យើងប្រឈមនឹងគ្រោះថ្នាក់នោះឡើយសម្រាប់ប្រទេសកម្ពុជាប្រព័ន្ធមីស៊ីលដែលស័ក្តិសមបំផុតនិងមានសមត្ថភាពអាចផ្ដួល F-16 របស់ប្រទេសថៃបានគឺត្រកូល HQ-22 ឬក៏ស៊េរីនាំចេញហៅថា SK3 និងបងធំរបស់វាគឺ HQ-9ទី1គឺសមត្ថភាពនៃការបាញ់ប្រព័ន្ធ SK3 មានសមត្ថភាពបាញ់កម្ទេចគោលដៅចម្ងាយរហូតទៅដល់100ឬក៏150គីឡូម៉ែត្រឯណោះចំណែកឯ HQ9 អាចបាញ់ចម្ងាយរហូតទៅដល់200គីឡូម៉ែត្រនេះមានន័យថាមុនពេលដែល F-16 របស់សត្រូវចូលមកដល់ព្រំដែនរបស់យើងពួកគេគឺស្ថិតនៅក្នុងរង្វង់គោលដៅមីស៊ីលរបស់យើងរួចជាស្រេចទៅហើយយើងក៏អាចបាញ់ទម្លាក់ភ្លាមបានផងដែរចំណុចទី2គឺប្រព័ន្ធទាំងអស់នេះមកជាមួយនឹងរ៉ាដាមហិមាដែលអាចចាប់សញ្ញាយន្តហោះសត្រូវបានយ៉ាងច្រើនគ្រឿងក្នុងពេលតែមួយនិងមានប្រព័ន្ធការពារការរំខានសញ្ញាបានយ៉ាងមានប្រសិទ្ធភាពខ្ពស់បំផុតបើទោះបីជា F-16
មួយព្យាយាមហោះកិច្ចឬក៏ប្រើបច្ចេកវិទ្យាបំបាំងកាយខ្លះៗក៏ពិបាកនៅក្នុងការកិច្ចពីផ្សាយភ្នែករ៉ាដាប្រភេទនេះផងដែរសំណួរដ៏ល្អមួយសួរថាតើហេតុអ្វីបានជាកម្ពុជាគួរតែពិចារណាលើមីស៊ីលការពារដែនអាកាសជាអាទិភាពចម្លើយគឺសច្ចកិច្ចនិងប្រសិទ្ធភាពខ្ពស់ទី1មានតម្លៃទាបតម្លៃនៃប្រព័ន្ធមីស៊ីលការពារដែនអាកាសមួយឈុតដែលមានឡានបាញ់និងរ៉ាដាផងដែរគឺមានតម្លៃធូរជាងការទិញយន្តហោះចម្បាំងមួយគ្រឿងឬក៏មួយអនុសេនាធំឆ្ងាយណាស់ទី2បើយើងនិយាយអំពីការថែទាំវិញវាមិនស៊ីសាំងរាប់លីត្រនៅក្នុង1ម៉ោងដូចជាយន្តហោះឡើយវាគ្រាន់តែត្រូវការថែទាំគ្រឿងម៉ាស៊ីននិងប្រព័ន្ធអេឡិចត្រូនិកតែប៉ុណ្ណោះដែលចំណាយតិចឆ្ងាយណាស់ហើយចំណុចទី3គឺការវឹកវើមិនចាំបាច់បណ្ដុះបណ្ដាល pilot អស់រាប់សិបឆ្នាំនោះទេដែលត្រូវចំណាយពេលយូរទេយើងត្រូវការត្រឹមតែអ្នកបច្ចេកទេសនិងអ្នកបញ្ជាបាញ់ដែលមានភាពវៃឆ្លាតហើយដើម្បីប្រតិបត្តិការនៅលើដីដោយមានសុវត្ថិភាពទាំងស្រុងបើទោះបីជាមីស៊ីបាញ់ខុសក៏មិនចាំបាច់បាត់បង់ជីវិតមនុស្សពូកែរបស់យើងផងដែរការមានមីស៊ីលការពារដែនអាកាសទំនើបក៏ដូចជារបងអគ្គិសនីជុំវិញផ្ទះដូចគ្នាវាធ្វើឲ្យគូសត្រូវរុញរានៅក្នុងការចូលមកក្បែរបើទោះបីជាយ៉ាងណាក៏ដោយតើមានតែខែការពារគ្រប់គ្រាន់ហើយឬនៅសម្រាប់ប្រទេសកម្ពុជាយើងឬក៏ត្រូវការទាំងពីរនៅក្នុងផ្នែកបន្ទាប់យើងនឹងមកធ្វើការសន្និដ្ឋានចុងក្រោយថាតើផ្លូវមួយណាដែលមានជម្រើសដ៏ល្អនិងស័ក្តិសមបំផុតសម្រាប់ប្រទេសកម្ពុជាយើងមកដល់ត្រង់នេះយើងត្រូវនិយាយអំពីការពិតដ៏ធំមួយដែលមិនអាចប្រកែកបានបើទោះបីជាការចំណាយដ៏ធំដើម្បីទប់ទល់ជាមួយនឹងយន្តហោះ A-16 របស់ថៃដែលជាយន្តហោះជំនាន់ទី4ទី5កម្ពុជាមិនចាំបាច់ទិញយន្តហោះចម្បាំងតែមួយគ្រឿងឬក៏ពីរគ្រឿងមកទុកបង្អួតនោះឡើយដើម្បីការពារដែនអាកាសដែនអធិបតេយ្យភាពរបស់កម្ពុជាឲ្យបានទាំងមូលយើងត្រូវការយ៉ាងហោចណាស់មួយកងសេនាធំឯណោះឬក៏ស្មើនឹង12គ្រឿងទៅហើយយើងក៏ចូលទៅវិភាគតម្លៃដូចគ្នាដោយយន្តហោះចម្បាំងប្រភេទ J-10C ចំនួន12គ្រឿងគឺអាចចំណាយរហូតដល់$600 លានសហរដ្ឋអាមេរិកនេះមិនទាន់គិតអំពីថ្លៃអាវុធនិងគ្រឿងបន្លាស់នោះទេចំណែកឯប្រព័ន្ធមីស៊ីលការពារដែនអាកាសប្រភេទ SK3 មួយឈុតធំអាចបាញ់បានច្រើនគ្រាប់ដែលមានតម្លៃត្រឹមតែ100ទៅ200 លានសហរដ្ឋអាមេរិកតែប៉ុណ្ណោះនេះមានន័យថានៅក្នុងតម្លៃយន្តហោះ12គ្រឿងគឺអាចទិញមីស៊ីលប្រព័ន្ធការពារដែនអាកាសគ្រប់ដណ្ដប់ពេញផ្ទៃដីកម្ពុជាបានយ៉ាងស្រួលបំផុតសំណួរមួយដែលគួរឲ្យចាប់អារម្មណ៍ផងដែរនោះគឺតើមួយណាមានប្រសិទ្ធភាពជាងនៅក្នុងសង្គ្រាមអាកាសទំនើបយន្តហោះចម្បាំងមានគុណវិបត្តិត្រង់ណាវាមិនអាចហោះហើរនៅលើមេឃបាន24ម៉ោងលើ24ម៉ោងឡើយវាត្រូវការចាក់សាំងសម្រាប់ប៉ុន្តែប្រព័ន្ធមីស៊ីលការពារដែនអាកាសហើយនឹងប្រភេទរ៉ាដានៅលើគោកអាចដំណើរការនិងអាចឆក់យកជីវិតសត្រូវគ្រប់វិនាទីបានគ្រប់ពេលចំណុចដែលអាចធ្វើឲ្យ S-16 ស្លាប់បានបើទោះបីជា S-16 មានភាពរហ័សរហួនប៉ុន្តែក៏វាពិបាកយកឈ្នះទៅលើប្រភេទរ៉ាដាដីគោកដែលខ្លាំងមហិមានិងប្រភេទមីស៊ីលដែលមានល្បឿនលឿនជាងយន្តហោះនេះរហូតទៅដល់3ទៅ4ដងឯណោះនៅក្នុងយុទ្ធសាស្ត្រនេះយើងមិនចាំបាច់ហោះទៅរកគេនោះទេគឺយើងចាំឲ្យតែគេហោះចូលទៅក្នុងតំបន់របស់យើងហើយយើងធ្វើការបាញ់សម្លាប់តែម្ដងសម្រាប់ប្រទេសកម្ពុជាយើងមិនមែនជាការរត់រកឬក៏ការទិញយន្តហោះឲ្យស្មើគេនោះទេប៉ុន្តែគឺជាការបង្កើតមេឃដោយខ្លួនឯងឬក៏មេឃដែលមានបន្លាក្រាស់ឆ្មឹកការវិនិយោគទៅលើប្រព័ន្ធមីស៊ីលការពារដែនអាកាសកម្រិតមធ្យមឬក៏កម្រិតឆ្ងាយគឺជាជម្រើសដែលស័ក្តិសមបំផុតសម្រាប់ស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជានាពេលបច្ចុប្បន្ននេះវាមិនត្រឹមតែជាការចំណាយតិចនៅក្នុងការទិញនិងការថែទាំនោះទេប៉ុន្តែវាថែមទាំងអាចបង្កើតនូវស្ថិរភាពអំណាចយ៉ាងរហ័សរហួនផងដែរចំណែកឯជម្រើសដ៏ល្អមួយទៀតសម្រាប់កម្ពុជាគឺជម្រើសរូបមន្តចម្រុះទិញយន្តហោះចម្បាំងប្រភេទស្រាលតម្លៃធូរថ្លៃដូចជា JS-17 ក្នុងចំនួនតិចតួចដើម្បីល្បាតនិងធ្វើការបង្ហាញវត្តមានយន្តហោះរបស់កម្ពុជានៅលើដែនអាកាសប៉ុន្តែដាក់កម្លាំងស្នូលនៅលើប្រព័ន្ធការពារដែនអាកាសឲ្យខ្លាំងបំផុតព្រោះគឺយើងត្រូវការយន្តហោះចម្បាំងគ្រាន់តែដើម្បីទប់ទល់ហើយនឹងការពារដែនអាកាសនៅក្នុងការល្បាតលើទឹកដីរបស់យើងតែប៉ុណ្ណោះយើងមិនត្រូវការវាយប្រហារប្រទេសណាមួយឡើយហើយយើងត្រូវការផ្ដោតទៅលើការការពារដែនអាកាសឲ្យប្រើប្រាស់ប្រព័ន្ធមីស៊ីល
បាញ់ទម្លាក់យន្តហោះវិញដើម្បីបង្អាក់ស្មារតីសត្រូវមិនឲ្យសត្រូវមកឈ្លានពានមកលើដែនអាកាសរបស់យើងឡើយយុទ្ធសាស្ត្រយោធាមិនមែនគ្រាន់តែជាការបង្ហាញសាច់ដុំនោះទេប៉ុន្តែគឺជាសិល្បៈនៃការប្រើប្រាស់ធនធានឲ្យមានប្រសិទ្ធភាពបំផុតចុះបងប្អូនទាំងអស់គ្នាកំពុងតែតាមដានទស្សនាវីដេអូនេះយល់ស្របជាមួយនឹងការចង់ឃើញមីស៊ីលការពារដែនអាកាសប្រភេទ HQ9 ឬក៏ចង់ឃើញប្រភេទយន្តហោះចម្បាំងសម្រាប់ប្រទេសកម្ពុជាយើងជាពិសេសសូមជួយ share វីដេអូនេះជាបន្ទាន់ដើម្បីឲ្យពិភពលោកបានដឹងការពិតសូមប្រិយមិត្តជួយចុច Subscribe ឬក៏ Like ឬក៏ Share ដើម្បីកុំឲ្យខកខាននៅព័ត៌មានថ្មីៗ